រៀបរៀងផ្លូវដែលបងទៅដំណាក់លេងសៀវអេប្រម៉ែនោះដូចជាគេទីដល់ទី3ហេមិនក៏គេសំដៅទៅសំណាក់លេងសៀវទី3ឯងចង់ទៅណាតែដំណាក់លេងសៀវទៅដំណាក់លេងសៀវទៅធ្វើអីខ្ញុំម្ចាស់ឃើញខាងក្រៅមានតបមេច្រើនណាស់មិនដឹងទៅធ្វើអីខ្ញុំម្ចាស់ចង់ទៅទូលព្រះបិតាទី3ទៅដំណាក់លេងសៀវទូលបិតាចុះហេតុអីមិនមកដំណាក់រៀនទូលមេតាទៅខ្ញុំម្ចាស់ខ្លាចមិនទាន់ខ្លាំងធំទី3នៅមុខមេតាកុំកុហកអីអត់ទេរហូតមកមេតាតែងតែយល់ថាឯងជាកូនស្រីដែលសាស្ត្រដីណាស់តែមេតាអត់សង្ឃឹមនឹងឯងខ្លាំងណាស់để thì nào cho mình ở bên thiên chiến là to này thôi được rồi đấy mà đã lên to này đấy kiếm lên lông to từ mai bên chia bọn biết thì đang đây riêng chấp luôn liệp để thì nào mở đây riêng thiên chiến thua cả chiến đấu thiên chiến được đây cô sòng hơi lục vậy đấy bà cô sòng không đấy mày toàn thiên chiến lục có bao nhiêu đấy chậm tự lực đi pin chặt hai nữa mà ăn cho mơ mơ không đi sao tay sờ lạnh bao chân được bao cây chân như tràn nốt đừng thua ai ca sờ lạnh được bao ai rồi chặt cho tao kia bẹt tới chân trong tay hay tay cho con ôn sờ lạnh vậy đó anh mong không bằng quân sân tư អត់ទេខ្ញុំត្រូវនៅទីនេះចាំប្រពន្ធខ្ញុំ មិនសបាយអត់មកបាច់ហើយ សិឈីមិនសបាយ សិឈី មិនសបាយ សិឈីខ្ញុំthiên chiếnទទួលនេះបញ្ជាយើងទៅទីដាក់ពលថាលើ សិឈី បាច់ដាក់ខ្ញុំមិនក៏អត់ចង់មក រឿងនេះខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែទទួលនេះបញ្ជាយើងទៅទីដាក់ឡើងទៅលើមេឃ បើសិនជាបាច់ដាក់ខ្ញុំមិនចង់មកខ្ញុំមិនតាមលោកទៅវិញទេ ចឹងក៏មិនទៅthiên chiếnខ្វះការគូសំទីទៀតសម្រាប់មនុស្សធម្មតានេះយកពលឹងគេទៅដាក់ជុំកំពូលគាត់ ធានលោកហ៊ាននេះ បញ្ជា មិនឲ្យចេញមកទេមិនសបាយបងកុំខ្លាចបងតែអត់សោះជួយពួកយើងហេ បងមិនខ្លាចទេ មិនសប្បាយគួយចុះគេจะត្រូវហើយបងទីបងសោអ្នកស្ម័គ្រថាអាចរៀបរៀងតបវិញបានមែនទេ ខ្ញុំគ្រាន់តែចង់ការពារកូនស្រីប្រុសខ្ញុំ ការពារកូនស្រីប្រុសអ្នកសំទេដកទាំងអស់ស្រាប់បញ្ជាបងទីបងសោ ខ្ញុំមិនចង់សម្រាប់អ្នកណាទេខ្ញុំគ្រាន់តែចង់ជួបព្រះអិនគេនិយាយជាមួយខ្ញុំអសរពីរចង់ខ្លាចគឺចាប់ខ្ញុំព្រោះតែអសរពីរនេះខ្ញុំរកចាប់គេអស់រាប់ម៉ឺនឆ្នាំតែតែខ្ញុំហូរខ្លាចជាកោះខ្លួនប្រានព្រៀបស្វាក់ខ្លាចជាកោះ
ទាំងអស់នេះអត់អីទេប៉ុន្តែតើខ្ញុំត្រូវរងចាំដល់ពេលណាគេគួរតែចង់មកប្រាប់ខ្ញុំមួយម៉ាត់តើខ្ញុំត្រូវចាំតទៅទៀតមែនទេ តែអបសបាត់ទីកោអាណិតណា ខ្ញុំលែងសង្ឃឹមយូរហើយនៅអាចតែគេភ្ជាប់និស័យតទៅទៀតបើសិនជាអាចប្រាប់ខ្ញុំថាគេនៅស្រឡាញ់ខ្ញុំក្នុងចិត្តខ្ញុំនឹងកក់ក្ដៅបើមិនស្រឡាញ់ខ្ញុំក្នុងចិត្តខ្ញុំពីថ្ងៃនេះតទៅនឹងបានស្ងប់ស្ងាត់មេតបធានធានអញ្ជើញគេឲ្យចង់មកម្ដងបានទេ កុំយល់សោកវិជាលើកភ្នំមកកំទេចទេ មិនឲ្យយកនៅមិនបាត់យកទៀតទេទី1តើឯងចង់ទៅដំណាក់លីងសៀវដែរហ៎រកបេដាឯងមែនទេមេតបធានធានលួចដឹកនាំតបមេចុះទៅឋានក្រោមហើយខ្ញុំត្រូវប្រញាប់ទៅទូលព្រះបេដាឯងចង់ទូលបេដាគឺបានតែឯងមិនចាំបាច់ខ្លាចទៅជាសត្វមេអំបៅមួយក្បាលទេ បាត់តែអបសអ្នកយ៉ាងម៉េចហើយ ពួកគេលើកក្នុងមកហើយចាប់កំទេចមកទេបសយើង សុជាមើលទៅពួកយើងត្រូវបែកគ្នាហើយ មិនសប្បាយ សុំទោសបោះជំនឿធម្មតាអត់មានសមត្ថភាពការពារអូន អូនទៅចិត្តទេបដាពួកតែការពារបងតែត្រី អូនស្ដាប់បងនិយាយបងទេបសបានប្រឹងអស់សមត្ថភាពហើយពួកយើងមិនអាចនាំកូនដល់អស់ទៀតទេ ឈប់សិន វៃលឹកសៀវឈីឯងពីរអ្នកចូលមក អូខេបសពួកខ្ញុំមិនអាចនាំកូនដល់អ្នកទៀតទេ បាត់តែអបសចាប់ខ្ញុំឡើងលើមិនហើយខ្ញុំប្រកាសជាអត់ឲ្យដល់ចង់ដល់នេះធៀបទៀតបើសិនជាលោកយកព្រមនឹងខ្ញុំមិនសម្លាប់ហើយឡើយមិនបំផ្លាញបាត់តែអបសខ្ញុំតាមលោកអាចទៅលើវិញ បាទទេទីដាក់ឡើងមកមុន មិនសប្បាយបងទុកចិត្តចាស់បៃតាអូនព្រមប្រកាសជាយល់ព្រមឲ្យពួកយើងនៅជាមួយគ្នាធៀបទៀតលោកយកកំទេចខ្ញុំអស់នោះបោះទៅខាងទៅខ្ញុំមិនទៅតាមលោក បាទ ចាប់ទៅ សុជា ធៀបទៀតខ្ញុំបានមកហើយហេតុអីលោកចាប់ខ្ញុំទៀត ខ្ញុំគ្រាន់តែធ្វើតាមបញ្ជា ធៀបទៀតលោកយកព្រមនឹងខ្ញុំយ៉ាងម៉េចឯងឡើងខ្ញុំទៅ ទេទីដាក់ពើសុំទោសកុំតិចមកទៀតអស ឈប់សិន មនុស្សធម្មតាក៏ចង់ប្រយុទ្ធនឹងទប់មីដែរ មិនកាន់សច្ចៈលោកមិនសមធ្វើជាមេតបឋាននៅទេហ៎ សម្រាប់មនុស្សធម្មតានោះ ធៀបទៀតចាប់ភ្លាម អ
ទៅតាមគេ 老头， សិឈី ផៃឡា សិឈី ផៃឡា សិឈីសិឈីទេបសកសាហោះលឿនទៅ មិនសប្បាយផៃឡាមិនសប្បាយមិនសប្បាយ សិឈី មិនសប្បាយធានយានខ្ញុំចង់និយាយជាមួយគេប្រហែលម៉ាត់បើសិនជាសំបីតែសំណងបងតូចមួយក៏លោកធ្វើមិនបានតែខាត់ខ្ញុំមិនឲ្យលោកទេ មិនសប្បាយអូនសប្បាយខ្លាចណាស់តិចលោកអីតាមិនអត់ពីអ្នកយើងនៅជាមួយគ្នាធ្វើយ៉ាងម៉េច សិឈីពួកយើងធ្វើជាប្តីប្រពន្ធមួយឆ្នាំហើយបងពិតជាពេញចិត្តណាស់សោកស្ដាយនោះគឺបងមិនល្អនឹងអូន បងល្អនឹងអូនណាអត់តែបាននៅជាមួយបងអូនមានសេចក្តីសុខណាស់គឺសប្បាយណាស់ បងភ្លេចបងទៅ អូនមិនភ្លេចបងទេទោះជាមិនបាននៅជាមួយគ្នាអូននឹងចងចាំជារៀងរហូតបងជាប្តីអូនក៏ចង់ចាំរាល់ពាក្យសម្ដីដែលបងនិយាយជាមួយអូនដែរមិនសប្បាយបងត្រូវសន្យានឹងអូនរឿងមួយបើអូនមិនអាចមកវិញបងកុំរៀបការនឹងអ្នកផ្សេងធ្វើជាប្រពន្ធបង ទេបែបនេះក៏មិនល្អដែរបែបនេះបងនឹងឯកោនណាអញ្ចឹងទៅបងយកតែអប្សរក្រសាធ្វើជាប្រពន្ធបងទេតែធីតាបើក្នុងចិត្តរបស់គេមានតែទេធីតាទុកចិត្តចុះខ្ញុំជួយទេធីតាមើលថែគេឲ្យតែអប្សរក្រសាមាននាងធ្វើជាប្រពន្ធគេខ្ញុំទុកចិត្តហើយនាងយល់ព្រមនឹងទេធីតាបើទេធីតាប្រកាសជាត្រឡប់មកវិញតែអប្សរក្រសាបើសិនជាក្នុង3ឆ្នាំខ្ញុំនៅតែមិនបានចុះមកនោះនាងធ្វើជាប្រពន្ធគេចុះនាងជួយខ្ញុំមើលថែគេឲ្យល្អខ្ញុំសូមបងនាងប៉ុន្តែត្រូវចាំខ្ញុំ3ឆ្នាំ សិឈី មិនសប្បាយ សិឈី មិនសប្បាយ សិឈី បងលោកឲ្យខ្ញុំមិនសប្បាយតែរងាកុំពាក់ស្បែកយ៉ាងស្បែកទៀតអីចាំអាចរងាខ្លាំងនេះគឺអូនចំណាយអស់3ថ្ងៃដែរឲ្យបងមកជិលមួយអស់មួយសរសៃសិតតែអូនតែខ្លួនឯងបងត្រូវតែពាក់វា ទេធីតាពឹងពួកយើងគួរទៅហើយ មិនសប្បាយបងចាំអូនមិនសប្បាយបងត្រូវតែចាំអូនមិនសប្បាយចាំអូន ស
មើលទៅបងទី1នោះទី3ប្រកាសជាត្រូវមានដាច់ចាប់បានហើយបើខ្ញុំឡើងទៅពេលនេះក៏ប្រកាសជាមិនបានជួបបៃតាដែរមេតបធានយានលោកធ្វើអីបងស្រីខ្ញុំហើយ ចាំខ្ញុំចប់ភារកិច្ចរួចទេពធីតានៅបានជួបអូនស្រីហើយ មិនបានឥឡូវខ្ញុំចង់ជួបពួកគេ មិនបាន មេតបធានយានលាក់បាំងនឹងឋានលើលួចដឹកនាំកងទ័ពចូលមកឋានកណ្ដាលលោកដឹងថាមានតបប៉ុណ្ណាទេ ធានយានធ្វើតាមតែរិទ្ធបញ្ជាប៉ុណ្ណោះ រាជបញ្ជាបងទេពអប្សរយកសៀលឈីធ្វើជាចំណាប់ខ្មាំងចង់ជួបបៃតារឿងនេះតើតើនឹងជីវិតទេពធីតាពៅហេតុអីបៃតាដល់ពេលនេះហើយនៅមិនដឹងទៀតមេតបធានយានឋានលើមានរឿងបែបនេះលោកក៏មិនមែនមិនដឹងដែរមេតាគឺគ្មានរឿងអីទេត្រង់ប្រកាសជារកសត្វពពែមួយមកជំនួសទៅលោកយល់ថាអាចជាពពែមួយណាសយ៉ាងនេះសៀលឈីខ្ញុំសួរឯងរឿងមួយរៀបការជាមួយនឹងមនុស្សតើមានរសជាតិអីទៅមិនប្រាប់ពួកបងទេ អេហេតុអីអេណែហេតុអីទៅ បើពួកបងដឹងហើយឡើងចង់ធ្វើទេពធីតាហើយ ហ៎ល្អយ៉ាងនេះមែនទេ ឥឡូវគេកំពុងពិបាកចិត្ត អូបងទី2 បងទី2 ឯងដឹងថាឯងបង្កគ្រោះថ្នាក់ធំប៉ុណ្ណាទេខ្ញុំដឹងរឿងដែលខ្ញុំធ្វើខ្ញុំទទួលខុសត្រូវខ្លួនឯងខ្ញុំមិនអាចបបោះចេញអាចទេខុសត្រូវបានទេឯងដឹងច្បាស់ណាស់តើឯងត្រូវទទួលទោសបែបណាដឹងទេពួកឯងជិះទៅក្រៅសិនទៅបងនិយាយជាមួយគេពី3ម៉ោងសៀវឈីរឿងមួយឯងត្រូវតែចាំរឿងមួយនេះមេដាគួរតែអាចលើកលែងទោសឲ្យឯងស្អីទៅពេលដែលបងទេពអប្សរចាប់ឯងទី3ឡើងបន្ទោលមេដាហើយឲ្យមេដាចូលទៅឋានក្រោមជួយឯងប៉ុន្តែមេដាព្រោះតែរកភ័ស្តុតាងកំចាត់បងទេពអប្សរហើយលាក់បាំងរឿងនេះមិនអាចទេមេដាមិនធ្វើបែបនេះដាក់ខ្ញុំទេគឺទី3ប្រាប់មេដាដោយផ្ទាល់តែហេតុអីមេដាអត់ចូលទៅឋានក្រោមរហូតគឺមេដាមិនចង់ជួបនឹងបងទេពអប្សរទេដឹងទោះជាអញ្ចឹងក៏ដោយតែបេដាក៏ប្រកាសជាមានមធ្យោបាយផ្សេងទៅជួយឯងដែរប៉ុន្តែខាងលើគ្មានសកម្មភាពអីបន្តិចទេអូបន្លាយដល់ថ្ងៃនេះខ្ញុំត្រូវទៅសួរបេដាមេដាមិនឲ្យឯងចូលគាត់ទេមិនបានខ្ញុំត្រូវទៅចូលគាត់បេដាមិនថាត្រង់ទៅឬមិនទៅជួបបងទេពអប្សរខ្ញុំត្រូវទៅដល់សម្ដីនេះទៅឲ្យដល់សៀវឈីស្ដាប់តាមបងបើសិនជាឯងចង់ការពារខ្លួនកុំទៅជួបបេដាអីឲ្យតែឯងមេដាលាក់បាំងរឿងដែលឯងត្រូវគេចាប់ធ្វើជាភ័ស្តុតាងមេដាគួរតែមិនដាក់ទោសឯងធ្ងន់ទេតែខ្ញុំជាកូនស្រីបង្កើតរបស់ត្រង់ឡើយលោកនេះមានម្ដាយមួយណាអាចធ្វើដាក់កូនស្រីបង្កើតខ្លួនឯងធ្វើរឿងបែបនេះទៅសៀវឈីឋានក្រោមមានពាក្យមួយម៉ាត់គ្រួសារស្ដេចគឺអត់មានមេត្តាទេឋានលើក៏មិនខុសគ្នាដែរឯងយល់ទេគេមិនបាច់ទៅក៏បានលោកមានសមត្ថភាពអាចដណ្ដើមគេមកវិញ ទេពអប្សរសុំទៅវិញចុះខ្ញុំចង់នៅស្ងាត់ម្នាក់ឯង vậy là xong tuខ្ញុំការពារពួកឯងមិនបានឲ្យពួកឯងមកការពារខ្ញុំវិញ អ្នកបានជួយខ្ញុំច្រើនណាស់ពេលអរគុណណាស់ ប្រហែលជាដំបូងគឺឯងត្រូវខ្ញុំមិនគួរឲ្យពួកឯងរៀបការទេ ទេអ្នកបានឲ្យខ្ញុំនៅស៊ីជីរស់នៅក្នុងជីវិតមិនអាចបំភ្លេចបានគឺសុភមង្គលមានន័យជាងគេក្នុងមួយឆ្នាំអរគុណបងទេពអប្សរ មែនហើយកម្លាំងឯងមកពីណា គ្រួសារមកបាត់បង់ពីលោកនេះអស់ទៅហើយតែ
តែនៅពិភពមួយទៀតបានរស់ឡើងវិញ មានគេនៅក្នុងដៃខ្ញុំលែងបារម្ភនឹងឯងទៀតហើយឈប់និយាយហើយខ្ញុំរបួសកម្លាំងភាពត្រូវការសម្រាប់បានថ្ងៃកុំមករំខានខ្ញុំ ព្រះម៉ែទេពធីតាទាំង7មកវិញអស់ហើយ បាន មេដាដែរ មេដា មេដា សេជីម្នាក់ដែលឈ្មោះហ្វៃលឹកស្អីគេនោះមានកម្លាំងខ្លាំងយ៉ាងនេះហ៎ គេជាប្តីខ្ញុំម្ចាស់វៃលើមិនមែនហៅវៃលើស្អីគេនោះ បាត់ងាត់មេដាសួរឯងគេមានកម្លាំងខ្លាំងមកពីណា បាត់មិនដឹងទេបាត់គ្រាន់តែដឹងឋានសួគ៌មិនអាចសម្រាប់ប្តីខ្ញុំម្ចាស់ ឯងហាមាត់ប្តីទៀតប្រយ័ត្នមេដាវាយទម្លាក់ឯងចុះទៅឋានកណ្ដាលទៅ តើកែប្រែមិនបានគេជាប្តីខ្ញុំម្ចាស់សៀវឈីឯងមានបំណងឲ្យមេដាខ្ញាល់មែនទេ សេជីគឺឯងធ្វើខុសច្បាប់ឋានលើមិនមែនមេដាជំទាស់ឯងទេដល់ពេលនេះឯងសូម្បីតែចិត្តកែខ្លួនបន្តិចក៏អត់មានហ៎ផ្ទុយទៅវិញដូចជាមានហេតុផលត្រឹមត្រូវមកតមាត់នឹងមេដា ខ្ញុំម្ចាស់ចង់គាត់ប្រាប់មេដា បានឯងស្មានថាមេដាឯងព្រមលើកលែងទោសឲ្យឯងទេ ខ្ញុំម្ចាស់មិនសង្ឃឹមថាត្រង់លើកលែងទោសឲ្យទេតែខ្ញុំម្ចាស់ចង់សួរត្រង់បានតែអប្សរចាប់ខ្ញុំម្ចាស់ហេតុអីត្រង់មិនចង់ទៅឋានកណ្ដាលជួយខ្ញុំម្ចាស់ឬក៏ត្រង់មិនដឹងទេ សេជីឯងអាចទៅជប់មេដាឯងបានប៉ុន្តែឯងនឹងបងស្រីទាំង6របស់ឯងលួចចុះទៅឋានកណ្ដាលនៅមានទៀតរឿងរៀបការនឹងមនុស្សឋានកណ្ដាលមេដាក៏មិនអាចជួយលាក់បាំងឲ្យឯងបានដែរ សៀវឈីពួកយើងកុំទៅជួបបៃតាអីបែបនេះឯងក៏នាំទុកឲ្យពួកយើងទាំងអស់គ្នាដែរតែប៉ិតបៃតាប៉ិតជាមិនដឹងទេមេដាខ្ញុំម្ចាស់ជាបត្រីបង្ការរបស់ត្រង់ត្រង់ប្រតែចង់តែផលតារបស់បងទេពអប្សរបានអាចប្រតែបែបនេះលាក់បងខ្ញុំម្ចាស់មែនទេ មេដាពិតជាមិនយល់បទនិយាយអីទេ បងទេពបានទូលមេដាផ្ទាល់ហើយ បងទី3ប្រាប់ស្អីជាមួយមេដាហាគេស្អីក៏មិនបានប្រាប់មេដាដែរមេដាខ្ញុំម្ចាស់បានប្រាប់មេដាដល់កលហាមេដាអ្នកខ្ញុំម្ចាស់ត្រឡប់ទៅបងទេពអប្សរទោះយ៉ាងណាត្រូវឲ្យបងទេពអប្សរពជាពេលឲ្យ2ថ្ងៃរួចឲ្យមេដាប្រញាប់ទៅដំណាក់សេលីងទូលមេដាឲ្យមេដាចុះទៅឋានកណ្ដាលចុះមេដាឯងហេតុអីក៏អត់ចុះទៅឋានកណ្ដាលខ្ញុំម្ចាស់ខ្ញុំម្ចាស់មិនដឹងទេមេដាដឹងហើយការប៉ັດពួកឯងស្មានថាមេដាអត់យករឿងនេះប្រាប់មេដាពួកឯងការប៉ັດពួកឯងយល់ថាមេដាព្រោះតែចង់ចាប់ផុសតាំងបងទេពអប្សរសឹងតែយកជីវិតបត់ខ្លួនឯងក៏មិនគិតដែរមែនទេបានឥឡូវមេដាប្រាប់ពួកឯងចុះការប៉ັດមេដាពិតជាមិនដឹងរឿងនេះទេពេលនោះលោកមេតាប់ធានយានលោកក៏នៅកន្លែងដែរលោកមេតាប់ធានយានលោកថាតើខ្ញុំបាននិយាយទេធានយានលោកនិយាយទៅត្រូវនិយាយការប៉ັດ ទូលបង្គំមិនដឹងរឿងនេះទេ លោកពួកលោក យកទៅចុះគឺគ្រប់សម្រាប់អ្នកស្រីរស់ហើយ មានប្រយោជន៍អី ឥឡូវមាសមានតម្លៃវិញហើយ អត់មែនទេអូលោកទៅបាត់ទេលោកទៅគាត់ប្រាប់ផងតើពាក់កណ្ដាលជីវិតខ្ញុំគាត់យ៉ាងម៉េចលោកទៅបាត់ទេលោកត្រូវប្រាប់ខ្ញុំ ណែបងនេះណែបងមានរឿងការឡើង សួនស្លាប់ហើយ សួរស្លាប់ហើយហ៎ថាប៉ុណ្ណឹងសន្តិសុខទៅ សួនស្លាប់ហើយ តើស្លាប់បែបណាណែបងនេះតើ សួនស្លាប់ មិន ហើ សោយ យ ទេណា អូជប់សិនលោកម្ចាស់ និយាយទៅ មកពិតជាហ្វេលឹកមែននោះអ្នកមានគុណរបស់ពួកយើងហើយ បើមិនមែនគេពួកយើងត្រូវប្រហារជីវិត3ចំនួនណាឈីស៊ីលីគ្រាន់តែដឹងថាកំចាត់ក្រុមអាវខ្មៅជាទូនាទីមិនគិតគុណស្រីពួកអញមិនទៅជួបយើងខាច់ចុងម្នាក់ទៀត អ្នកណា ខ្ញុំទៅបាសទ្វារ ឆ្លាតនេះគឺ នេះគឺអង្គ50លានគឺគួរតែយកមកពីថ្ងៃមុន មិនបាច់ទេ តាមគេនៅតូចណាស់ក្នុងផ្ទះមិនត្រូវដាច់ស្បៀងទេ អូជាអ្នកក្លាហានស្បែកជើងស្បែកមែនទេ មិនបាច់ទេពួកខ្ញុំមិនអាចយកប្រាក់របស់លោកទៀតទេ បើសិនជាអ្នកមានគុណនៅអ្នកទាំងពីរក៏មិនរស់នៅពិបាកបែបនេះដែរយកទៅ អរគុណ មួយនេះឲ្យបង អ
រៀនទេបាទអញ្ចឹងពូបង្រៀនឯងណា បូវីឡាខ្ញុំអាចរកពូលេងបានទេ ខ្ញុំនឹងរកឯង លាហើយបូវីឡា ស្ដាប់សម្ដីណា លីហើយ នេះបងខ្ញុំទៅហើយ នេះអាខ្មៅហ្វីឡាមកទីនេះមែនទេ បានលោកព្រមលើកលែងឲ្យគេខ្ញុំអាចបំភ្លេចគំនុំដែលលោកបានធ្វើ តែរាជការនៅមិនតលើកលែងអាគេទេ កុំអញងាប់យកបណ្ណឹងយកអំបោបណ្ណឹងកុំអញងាប់ពូធ្វើឲ្យពួកខ្ញុំស្លាប់ខ្ញុំត្រូវសងសឹក តាមនុស្សធ្លាប់ឃើញមនុស្សនេះទេមនុស្សធ្លាប់ឃើញមនុស្សនេះទេ អូខេ អូ អើលេឡើងឲ្យទៅទីដល់ឲ្យទៅធ្វើខ្លាចជំនាញឲ្យមិនលោកថាទេពអប្សរស្អីមនុស្ស ក្រុងសិង្ហីមានទេពអប្សរចេះធ្វើដុំស្ងោខ្លាចជំនាញធ្វើខ្លាចជំនាញច្រើនណាស់ប្រញាប់ទៅចាំទៅ អូ ទៅទីដល់ទី3 ខ្ញុំយល់ហើយអុយឈិងខ្ញុំមិនអាចលោកទៅបឹងទេពអប្សរទេ អូឈិញរងចាំទៅទីដល់ទី3រហូត ចាំខ្ញុំមានការអី ពួកយើងត្រូវទៅបឹងទេពអប្សរ សេឈីបងទី3បងទី3ទីបង្ខំបងងំគេមកហើយ ទៅទីដល់ទី3លើមិនតបសុំជួយទៅខាងក្នុងលើមិនតបសុំជួយ មកអង្គុយទៅ ជួយគួយ សេឈីគឺឯងធ្វើឲ្យសិង្ហអីគ្រប់កន្លែងខ្លាចជាមាសមែនទេ តែពួកបងមកយូរពេលហើយ យ៉ាងម៉េច លោកម្ចាស់ប្តីបានជេរខ្ញុំរួចហើយ មានបានប្រែខ្លាយដូចដើមវិញអស់ហើយ អញ្ចឹងល្អ ខ្ញុំយកថាមកវត្តគេល្អមើល ទៅទីដល់ពើចំអកហើយ សិជីចាក់តាជួយលើមិនតប អត់ចា លើមិនតបពិសាតែ ពិសាតែបងថ្លៃ កុំនិយាយដេកដាស់ លើមិនតបកុំប្រកាន់សិជីគេជួយចិត្តលេសាច់ណា អត់អីទេ អេបងនឹងក៏រៀបការនឹងគេអាយ៉ាមិនក៏បងល្ងងយ៉ាងនេះបើសិនខ្ញុំវិញនោះខ្ញុំរៀបការនឹងគេយូរហើយបងទី3មិនក៏បងក៏អត់ក៏ខ្ញុំនិយាយដែរបងទី3ខ្ញុំខ្លាចគេយ៉ាងនេះគាត់មិនហ៊ានប្រាប់អុយឈិញថាគាត់ស្រឡាញ់គេទេអុយឈិញលោកកាន់តែខ្លាចជាមួយខ្ញុំតិច ទៅទីដល់ពើចង់នាំខ្ញុំទៅកន្លែងណា គឺទៅវត្តទ្វារក្រៅមកអលឿនហើយមកអលឿន ទៅទីដល់ទី3រឿងនេះត្រូវពិចារណាឲ្យបានច្បាស់ ខ្ញុំហាក់គេមកមិនមែនមានន័យបែបនេះទេ អលឿនបានតែអប្សររដ្ឋាភិបាលអ្នកមកផ្លាត់ ទេពធីតាតូចរកខ្ញុំការអី អ្នកថាមកប្រាប់អ្នកនៅក្បែរខ្លួនខ្ញុំយ៉ាងម៉េចដែរ សៀជីឯងមានបៃលក្ខហើយកុំចាត់ពី3ទៀត មិនមែនចឹងទេគេគឺបងទី3ខ្ញុំនាំមក អូរូបរាងសមរម្យឯងឈ្មោះអី ខ្ញុំអូឈិញសូមគោរពបឹងទេពអប្សរ បានតែអប្សរគេគឺជាមេតបធំរបស់រាជការអ្នកក្លាហានរបស់រាជវង្សហានមនុស្សគ្រប់គ្នាគោរពជនជាតិសំនោះឲ្យតែលេខឈ្មោះរបស់គេម្នាក់ខ្លាចរត់អស់ហើយបើប្រៀបជាមួយនឹងប្តីរបស់ខ្ញុំនោះគេប្រហែលគ្នា អូមិនដូច គឺមិនដូចហើយព្រោះគេស្លាប់ជាង កុំឲ្យគេនិយាយទៀតចំណុចនេះសំខាន់ណាស់ អ្នកយល់ថាគេអាចធ្វើជាបោះថ្លៃខ្ញុំទេ
បំណងល្អរបស់ទេពធីតាពើអ៊ុយឈិញដាច់ខាតមិនហ៊ានទទួលទេ ខ្ញុំដឹងអស់ហើយដោយការដំបងមិនស្បានទទួលខ្ញុំ ហេទេទី3 ខ្លាចនេះខ្លាចនោះទៀតអេបានតែអប្សរបានមិនចឹងអ្នកចាប់បងស្រីខ្ញុំទៅយកជីវិតរបស់គាត់មើលថាតើអ៊ុយឈិញព្រមឬក៏មិនព្រម អ៊ុយឈិញឯងឆ្លាញ់ទេពធីតាទី3ទេឲ្យតែឯងឆ្លាញ់គេខ្ញុំនឹងបំពេញបំណងពួកឯងមិនថាខាងលើរាងពួកឯងប៉ុណ្ណាខ្ញុំជួយរ៉ាប់រងឲ្យពួកឯងចុះ អ៊ុយឈិញមិនហ៊ានកុហកbằngទេពអសរទេក្នុងចិត្តអ៊ុយឈិញមានម្ចាស់រួចហើយ អ្នកណាហ៎មើលណាលោកមិននិយាយនោះគឺកុហកទេអេមិនក៏មនុស្សដែលឆ្លងដោយលោកបែបនេះក៏ចេះនិយាយកុហកដែរ អ៊ុយឈិញមិនហ៊ានកុហកទេពធីតាពើនិងbằngទេពអសរទេ ស៊ីឈីកុំឲ្យលោកទៅតបពីបាក់ទៀតអី គេខ្លាចខ្លាយគេកុហកដោយការដំបងនិយាយកុហកខ្ញុំអញ្ចឹង ទេពធីតាពៅហ្វៃឡានិយាយត្រូវកុំឲ្យលោកមានតបពិបាក បានតែអប្សរអ្នកចាប់បងទី3ខ្ញុំទៅមើលគេយល់ព្រម ស៊ី ទេ ឈី ខ្ញុំអស់កម្លាំងហើយខ្ញុំចង់ដេក លោកមិនតបសុំជឿខ្ញុំមិនបានជួយដំណើរទេ អ៊ុយឈិញលីហើយ លោកមិនតបតាមសំណួរ អេណែលោកកុំតែ ស៊ី អី ឈី បងទី3បងបានទ្វាបងទី3បងទី3បានទ្វា ពួកឯងកុំចោលមកឥឡូវខ្ញុំអ្នកណាក៏មិនចង់ជួបដែរ បងទី3នេះគឺផ្ទះរបស់ខ្ញុំបានទ្វាអេបងទី3កុំពិបាកចិត្តអីគេមិនមែនមិនស្រឡាញ់បងទេក្នុងចិត្តគេព្រោះតែចិត្តដល់បងរឿងនេះខ្ញុំដឹងទាំងអស់មិនសប្បាយបងចេញទៅក្រៅមួយផ្លែខ្ញុំចង់និយាយជាមួយបងទី3បងទី3បងពិតជាស្រឡាញ់គេណាស់មែនទេអឺមិនមែនទេ មិនដឹងទេ ចាំពេលបងមិនបានឃើញគេអាចមានអារម្មណ៍យ៉ាងមិនចង់រស់ទេ មិនដឹងទេ មិនដឹងទេចាំបងចង់រៀបការជាមួយគេទេ មិនដឹងទេ ហើយមិនដឹងបងស្អីក៏មិនដឹងអេប៉ុន្តែខ្ញុំដឹង មិនក៏ឯងដឹង ខ្ញុំឆ្លងកាត់អេបងទី3បងនៅផ្ទះចាំខ្ញុំមានភ្ជាប់បាយមួយ មិនជួបបាយអី បងថ្លៃបងដើមម្នាក់ឯងមិនអាចកើតទេ សូមទេពធីតាពើកុំហាក់បែបនេះហើយអ៊ុយឈិញ បងទី3ខ្ញុំស្រឡាញ់លោកយ៉ាងនេះលោកមិនដឹងទេ អ៊ុយឈិញមិនស័ក្តិសមនឹងទេពធីតាទី3ទេអរគុណទេពធីតាពើមានបំណងល្អតែអ៊ុយឈិញមិនអាច ស៊ីឈីស៊ីឈីស៊ីឈី សេឈីអុយឈិញលោកតាមបងទី3ខ្ញុំទៅ អ៊ុយឈិញមិនហ៊ានទទួលបំណងល្អពីទេពធីតាពើទេ ល្អអ្នកទាំងពីរបែបនេះក៏មិនហ៊ានបែបនោះក៏មិនហ៊ានលោកមកបងទី3ខ្ញុំពិតជាស័ក្តិសមជាគូប្រេងមែនអ្នកទាំងពីរស្អីក៏មិនហ៊ាន ស៊ីឈីអូលោកមិនតបលោកមិនតបខ្វះការគួរសមហើយ មិនអីទេ ខ្ញុំជួយលោកទៅវិញ អរគុណទេពធីតាទី3លីហើយអ៊ុយឈិញលីហើយ តែនេះលោកមិនតបអុយនៅខាងមុខ ហេតុអីបងមិនពាក់ស្បែកជើងកណាត់ គ្រូសាមកសិតតែពាក់ស្បែកជើងស្មៅមនុស្សបងនេះពាក់ស្បែកជើងខ្ជិះខ្ជាយពាក់ស្បែកជើងស្មៅងាយស្រួលជាង ចាំបងរដូវរងាពាក់អី រងាធ្វើមួយគូក្រាន់តិចទៅ ប្តីអូនចង់ទៅក្រុងស៊ីងអ៊ីម្ដង បាទបងកំដៅទៅ ហើយអត់ទេខ្ញុំទៅម្នាក់ឯង ហេតុអី ចាំអូនមកវិញបងមិនដឹងទេបើថ្ងៃនេះអូនមិនមកវិញគឺស្អែកអូនមកវិញបើស្អែកអត់មកវិញនោះគឺខាន់ស្អែកទៀតមកវិញបើខាន់ស្អែកទៀតអត់មកវិញនោះគឺខាន់ស្អែកមួយទៀតបើស្អែកទៀតអត់មកវិញ ចង់មិនបាច់មកវិញទេ ចឹងបានយ៉ាងយកខាន់ស្អែក
ទេពអសរបឹងទេពអសរទុកគេមិនអាចលើកលែងបាននៅញុះញង់បាត់ត្រីយើងទៀត គេអត់កំពីហើយ លោកមេតប ក្រាបទូល ឆាប់នាំកងទ័ព5000ចុះទៅចាប់សៀវឈីកំចាត់បឹងទេពអសរទៅ ព្រះម៉ែលើកទ័ពចុះឋានកណ្ដាលត្រូវទូលព្រះអិនសិនទេ មិនបាច់ទេទេពអសរឋានទាំង3គឺយើងជាអ្នកគ្រប់គ្រងសៀវឈីលួចចុះទៅឋានកណ្ដាលរៀបការនឹងមនុស្សលោកខុសច្បាប់ឋានលើយើងមានសិទ្ធិដាក់ទោសបឹងទេពអសរញុះញង់បង្ខំសៀវឈីរៀបការនឹងមនុស្សធម្មតាទោសរត់តែមិនអាចលើកលែងយើងមានសិទ្ធិកាត់ទោសរឿងនេះ ទទួលរាជបញ្ជា ឯងមានរឿងក្នុងចិត្តទេ បងទេពអប្សរអ្នកប្រាប់ខ្ញុំមកខ្ញុំគួរធ្វើយ៉ាងម៉េច ឯងចង់ធ្វើអី ស្រឡាញ់ប្រពន្ធខ្ញុំ ឯងខ្លាញ់គេខ្លាំងណាស់ហើយ គេឲ្យខ្ញុំច្រើនជាងខ្ញុំឲ្យគេច្រើនណាស់ គេពេញចិត្តការបាត់គេគឺទោះឯងសំណុំពរមិនច្រើនទេឲ្យតែឯងទៅដល់គេគឺគ្រប់គ្រាន់ហើយ ខ្ញុំអាចមានអារម្មណ៍នៅក្នុងចិត្តគេខ្ញុំជារបស់គេទាំងអស់ប៉ុន្តែពួកយើងស្រឡាញ់ខុសឋានៈខ្ញុំមិនហ៊ានយកប្រាក់របស់គ្រូសាមកទិញរបស់ឲ្យគេខ្ញុំធ្វើកម្រិតការមួយឲ្យគេគេពាក់ចុះដូចជារបស់មានតម្លៃណាស់អញ្ចឹងបានគ្រាបអស់ខូចអស់ច្រើនលើកមកហើយគេនៅតែស្រឡាញ់ហើយរសារទុកទៀតខ្ញុំយល់ខ្លួនឯងពិតជាខុសធ្ងន់ណាស់គេបានស្រឡាញ់មនុស្សម្នាក់ដែលមិនចេះស្រឡាញ់គឺគេស្រឡាញ់មនុស្សខុសហើយខ្ញុំពិតជាមិនគប្បីនឹងគេ ទេគេស្រឡាញ់មិនខុសទេបើសិនជាស្រីម្នាក់បានលើកប្រុសម្នាក់ដែលចេះដឹងស្ដាយក្រោយប្រុសម្នាក់ដែលបានធ្វើគ្រប់យ៉ាងសិតតែអាចលើកលែងបាន ខ្ញុំចង់យកការស្រឡាញ់របស់ខ្ញុំទៅមកឲ្យទៅគេប៉ុន្តែខ្ញុំបានឃើញខ្ញុំមិនដឹងថាគូស្រឡាញ់បែបណា ឯងធ្វើឲ្យគេសប្បាយទៅគឺបានហើយគេគឺជាស្រីម្នាក់ដែលងាយស្រួលសប្បាយណាស់ឲ្យតែយល់ចិត្តឯងរៀនចេះស្រឡាញ់ប្រពន្ធខ្លួនឯងទៅ យល់ចិត្ត រាល់កាយវិការការរស់នៅអាចបញ្ជាក់ពីការស្រឡាញ់របស់ឯង រាល់កាយវិការ អ្នកបងញ៉ាំរបស់អីឆ្ងាញ់ឆ្អែតដល់ពោះធំយ៉ាងនេះខ្ញុំចិត្តកាត់កូនហើយកាត់កូនកាត់មកពីណាគឺត្រង់នេះឯងស្ទាបទៅមើលស្ទាបមើលកែកំរានាងមានប្តីមែនទេមានសំបីរឿងបែបនេះក៏នាងមិនដឹងដែរគេអត់ប្រាប់ខ្ញុំផងមួយខែទៀតខ្ញុំកើតហើយពិតមែនទេអញ្ចឹងខ្ញុំក៏ចង់កាត់កូនដែរ អាយ៉ាមិនក៏អូនចេញមកក្រៅទៀតហើយអូននាង ថាគេ ពួកអូនធំយ៉ាងនេះឆាប់ជួយទៅក្នុងសម្រាប់ទៅ ចា តិចតិចអូមែនហើយនាងមិនបានជួយទៅក្នុងទេរឿងនេះនាងគិតញ៉ាំប្រហែលចាន ថ្ងៃនេះខ្ញុំមិនមែនមកញ៉ាំកាទៀងទេ ចុះនាង ខ្ញុំបានចេញអ្នកបងឆាន់ជួយបានពួកយើងចូលក្នុងនិយាយទៅអូគួយទីនេះអត់មានភ្ញៀវទេបងទៅកន្លែងអ្នកបងមានមើលទៅតើត្រូវការជួយអីគាត់បានទៅជួយគាត់ទៅប្តីប្រពន្ធពួកគេធ្វើអាក្រក់ដាក់អ្នកទាំងពីរនៅជួយគេទៀតប្តីស្លាប់ហើយចិញ្ចឹមកូនមិនងាយស្រួលទេអាចជួយបានជួយគាត់ទៅអ្នកបងឆាន់អ្នកបងល្អនឹងគេមែនតើទៅនិយាយនៅខាងក្រោយអាយ៉ា តែបងនាង អាយ៉ា អាយ៉ារវល់ពីហើយនោះខ្ញុំមកជួយអ្នកបងមក អើយខ្លាំងពិតជាធំពេកហើយប្រពន្ធទៅចូលក្នុងក៏មកជួយធ្វើការឲ្យខ្ញុំ គឺគេឲ្យខ្ញុំមកទេ ហ៎គេឲ្យមកហ៎ លោកល្អនឹងប្រពន្ធលោកណាជួនណាយជួន តែបងនាងមនុស្សស្លាប់ហើយមិនអាចរស់ឡើងវិញបានទេត្រូវរស់នៅទៀតណា ជួន អ្នកបងឆាន់ប្តីខ្ញុំដើមឆ្នាំដល់ចុងឆ្នាំពាក់តែស្បែកជើងស្មៅមិនតិចឲ្យខ្ញុំខ្លាចជើងគាត់តិចចង់ទិញស្បែកជើងកណាត់ឲ្យគាត់តែគាត់មិនអាចចាត់ចែងប្រាក់ទេអរគុណខ្ញុំដឹងប្តីប្រពន្ធអ្នកទាំងពីរល្អប្រកាសជាអាចជួយខ្ញុំអ្នកបងមករៀនខ្ញុំធ្វើស្បែកជើងល្អទេនេះមានអីពិបាកចង់ខ្ញុំមករៀននាងខ្ញុំដឹងថាអ្នកបងឆាន់ប្រកាសជាជួយខ្ញុំអូមែនហើយនាងប្រើកន្លាជាមាសបានស្បែកជើងមកគូប្រាំមិនបានទេស្បែកជើងប្រើកន្លាចាញ់មកអត់មានស្រឡាញ់ខ្ញុំចង់យកការស្រឡាញ់ដាក់ចូលក្នុងស្បែកជើងឲ្យអស់ មួយឆ្នាំហ្នឹងទីនេះអត់មានផ្ទះទេនិយាយគ្នាហើយមួយឆ្នាំក្រោយមកជួបគ្នានៅទីនេះមិនក៏ម្នាក់មិនឃើញមកតែក្រៃ អើយអាយយ បងស្រីខ្ញុំមានភ្នំមួយមិនល្អទេខ្ញុំយល់ថាស៊ីជីបានធ្វើខុសច្បាប់ឋានលើហើយ ហើយ
anh có một nose ấy tăng bị đam ai lõ mà đai chọt tê mình lõ cứ chọt nè lực ní chọt hay thảm ấy băng tê bập sao chặt sẽ chị tê trong prap để bị đa hay prap tha cái trong chỗ bị đa bàn tay bị đa đau bên đi hay mình toàn máu hả bị đa đau bên đi mình toàn cho máu tiết để cho ខ្ញុំយល់ហើយមេតាគឺចង់រកឃើញផតាំងដែលអាចកំចាត់បឹងទេពអប្សរដូច្នេះ bàn tay tôi chỉ bị đa chặt hai dạng này có mà ai cho chị vật bao sẽ chị mà lẹ băng tay នេះអាចបញ្ជាក់បានថាបឹងទេពអប្សរនិងមេតាមានកំណុំជ្រៅណាស់ ai còn dây tiết ấy dây tiết băng tất chỉ chưa hai bộ như ai lại thôi chẳng mấy ខ្ញុំក៏មិនប្រកាសដែរប៉ុន្តែព្រោះតែជួយសៀវឈីក៏មានតែសាកមើលហើយ xa chẳng mấy បានជាបឹងទេពអប្សរឲ្យសៀវឈីនិងហ្វីលរៀបការអញ្ចឹងយើងយកកំហុសទាំងប៉ុន្មានទឹកដាក់ឲ្យបឹងទេពអប្សរទៅ bài ní chỉ bộ băng tê bập xong mình đi thoát tí bộ như mình có bay được cây hai tôi chỉ tụi mẹ cầm họ ai băng tê bập xong xe chị còn mình cầm họ đây cây ma tí đi 1 năm 2tay tụi mình ở ca lăng từ lơ rê ca tay tí អញ្ចឹងមានតែសម្រាប់ហ្វីលបំបាយព្រលឹងរបស់គេឲ្យឋានលើអត់មានផតាំង ai thôi đi khỏi cho bà than lơ hai ខ្ញុំទៅ xe chị em đừng sao băng អ្នកនាងតែមកយកបានបាត់ស្បែកជើងខ្ញុំចង់ឲ្យប្តីខ្ញុំឆាប់បានពាក់ស្បែកជើងថ្មីបានប្រពន្ធដែលល្អដូចជានាងបែបនេះប្តីនាងពិតជាមានសំណាងណាស់ថ្ងៃក្រោយកូនអ្នកបងកាត់មកអាចហៅខ្ញុំម៉ែបានទេហ៎នាងអាចធ្វើជាម៉ែធေါ်បានម៉ែធေါ်បានខ្ញុំធ្វើជាម៉ែធေါ်អ្នកបងធ្វើជាម៉ែល្អបានទេ នាងជាទេពធីតាបានជាប់សាច់ឈាមនឹងអ្នកនាងនោះជាបងកសលដូនតាពួកយើងហើយតែប៉ាត់គេអញ្ចឹងទេ Vậy mà cùng mày con tôm 5 quan để chọc đuổi hỏi rong chăm tay mình chia thì tránh nhầm nát បងទី 3 បងទី 3 ai na xe chi សិជិគេចូលក្រុមធ្វើកិច្ចការបន្តិចមិនទាន់មកវិញទេ លោកមកតាមខ្ញុំមកផ្លែ ហ្វីលសូមគោរពបងស្រីទាំងពីរ លោកហៅពួកយើងថាបងស្រីហ៎ ត្រូវតាមច្បាប់របស់ឋានកណ្ដាលពួកយើងត្រូវហៅបែបនេះ ច្បាប់របស់ឋានកណ្ដាលហ្វៃលឹករៀបការជាមួយសេឈីតាមសេឈីហៅពួកយើងគឺបងស្រី បងទី 1 គឺសិជិរៀបការជាមួយខ្ញុំ អូមិនក៏ដឹងថាយើងជាបងទី សិជិនិងហ្វីលឧស្សាហ៍រំលឹកពីបងទាំងអស់ ហ្វៃលដឹងថាហេតុអីថ្ងៃនេះពួកយើងមកទេ 1ខ្ញុំជាបងទី 1តើបងចោះ បើសិនជាធ្វើបែបនេះអាចជួយសិជិបាននោះមិនបាច់នាំទុកដល់បងទេនាំតែធ្វើខុសច្បាប់នៅឋានលើហ្វៃលមិនអាចបំបែកព្រលឹងខ្លួនឯងបានគឺត្រូវការបោះបង់ជួយផង រឿងនេះបើសិនជាធ្វើឲ្យបែកការបងស្រីទាំង3គឺអាចប្រាប់ឋានលើថាគឺហ្វៃលយកអារម្មណ៍របស់សិជិលាក់ទុកសិជិមិនអាចឡើងទៅលើមេឃក៏បង្ខំចិត្តនៅទីនេះ គេសំបីរឿងបែបនេះក៏កាត់ដល់ពួកយើងគេពិតជាមនុស្សល្អណាស់ បើគេជាមនុស្សអាក្រក់នោះគឺងាយស្រួលទេខ្ញុំដឹងតែបងមានវិធីល្អជាងនេះទេ aiដឹងតែបងអត់មានទេបងទី 2ចាប់រំជួយបាយទៅបានទេអេហេតុអីពួកយើងមិនចូលទៅទូលព្រះបិតាតែម្ដងទៅ ទូលព្រះបិតានោះមិនដូចជាក្បត់ព្រះបិតាទេ មេដាtôiតែចង់កំចាត់បងទេពអប្សរមិនស្ដាយសុកចិត្តយកជីវិតរបស់សេឈីមកលះបងក្បត់មេដាតែយ៉ាងម៉េច បាញ់មិនបងថាម៉េចបងចង់ក្បត់មេដាបងដឹងថាក្បត់មេដាមានលទ្ធផលយ៉ាងម៉េចទេ មិនដឹងទេផ្ទុយទៅវិញមិនល្អ បានជាបងមិនដឹងចុះមិនក៏បងហ៊ានក្បត់ ហេតុអីបងមិនហ៊ានក្បត់នោះបើសិនជាមេដាធ្វើខុសហើយពួកយើងនៅឈរខាងត្រង់នោះដូចជាធ្វើខុសជាមួយត្រង់អញ្ចឹង
បានខ្ញុំក៏ហ៊ានដែរ ទី3អាយហ៊ានទេ ខ្ញុំមិនហ៊ានទេដឹងថាគេមិនហ៊ានហើយនៅសួរគេធ្វើអី អាយហ៊ានឬមិនហ៊ានគឺឡើងសំខាន់ហើយឲ្យតែក្នុងចំណោមពួកយើង3នាក់មានម្នាក់ហ៊ានទៅគឺបានហើយខាងលើមានប្រភ្នូមិនមែនទេទី3អាយរត់លឿនអាយឡើងទៅមើល ហេតុអីខ្ញុំទៀតហើយ ទៅឬក៏មិនទៅ កងទ័ពលើមេចង់មកហើយមានតាធានយាននាំទ័ពមកដូចជារាប់ពាន់នាក់គឺសម្ដៅមកទីនេះធ្វើយ៉ាងម៉េចដែរ មេតបធាននេះនិយាយថាពួកគេលាក់បាំងនឹងបិតានាំកងទ័ពចុះខាងកណ្ដាល មិនក៏ឯងដឹង មេតបធានយានជាចំណិតរបស់មេតា ចាស់ធ្វើយ៉ាងម៉េចធ្វើយ៉ាងម៉េចដែរ ទី3អាយហ៊ានក្បត់មេតាទេទី3អញថាទៅហ៊ានទេ ខ្ញុំមិនហ៊ានទេ អញ្ចឹងអញស្រាយសិលដែលជាប់នៅខ្លួនហ្វៃលឹកទៅ អញ្ចឹងគេអាចសម្រាប់ខ្លួនទៀត គេស្លាប់ហើយឲ្យតែសៀឈីមិនសារភាពទោះជាតបមេចុះមកខាងកណ្ដាលក៏មិនអាចធ្វើអ្វីបឹងទៅអប្សរនិងសៀឈីបានដែរទាំងអស់គ្នាមិនមានសង្ឃឹមហើយទេ ប៉ុន្តែខ្ញុំ បើសិនជាឯងមិនចង់ឲ្យហ្វៃលឹកស្លាប់អញ្ចឹងឥឡូវឆាប់ឡើងលើមេយករឿងនេះទូលព្រះបិតាព្រោះឥឡូវមានតែបិតាទេអាចជួយហ្វៃលឹកសៀឈីនិងបឹងទេអប្សរឡើងមានពេលទៀតហើយ អញ្ចឹងបាទខ្ញុំទៅ ទេពធីតាទាំងពីរសូមជាផ្លូវ មេតបធានយានលោកទទួលរាជបញ្ជាអ្នកណាចុះមកខាងកណ្ដាល រឿងនេះមិននិយាយជាមួយទេពធីតាទាំងពីរទេ ព្រះបិតាទ្រង់ជ្រាបរឿងនេះទេ មិនប្រាប់ទេមិនប្រាប់ឲ្យលោកឆ្លងកាត់ទេ ទេពធីតាទាំងពីរធានយានមានភារកិច្ចសំខាន់ជាប់ខ្លួនសូមទេពធីតាទាំងពីរកុំបង្ករឿងអី បង្ករឿងអត់ហេតុផលទេលោកហ៊ាននិយាយបែបនេះជាមួយយើងផងទេ ចេញដំណើរបន្ត លោកហ៊ានខ្វះការគួរសមនឹងយើងវាយភ្នែកលោកឲ្យខៀវ បងទី1 លោកបងទី1បង មេតាធានយានលោកវាយបងស្រីយើងឲ្យតែច្បាប់នេះហ៎ ធានយានខាត់អីក៏លោកបាយខ្ញុំ បញ្ជីនេះទេពធីតាគុំទៅខ្លួនឯងចុះចេញដំណើរ ខ្ញុំឲ្យលោកប្រព្រឹត្តចង់ស្លាប់ចុះ បងទី1យ៉ាងម៉េចទៀតហើយ តែអូនទី2ត្រូវគេវាយឲ្យខៀវហើយ អ្នកណាហ៊ានធ្វើណាហ៊ានធ្វើបាបបងទី2គឺលោកហ៊ានធ្វើបាបបងទី2តើលោកស្អីទៅ ដើម្បីឈប់សិនស្លាប់ឈប់សិន ទេវតាអ្នកnóiឱកាសខ្ញុំមិនដឹងស្រ័យស្រង់មែនទេ មានរឿងអីកើតឡើង អ្នកមានអារម្មណ៍ដឹងថាជិតមានសង្គ្រាមកាត់សំណាប់គ្នាទេ ឯងយល់ថាខ្ញុំមិនអាចការពារពួកឯងមែនទេ គឺអ្នកបានជួយខ្ញុំនៅសៀឈីឬនេះគឺខ្ញុំមិនអាចបំភ្លេចបានទេគ្រាន់តែ បានជាពេលដែលពីរអ្នកឯងរៀបការវាយបង្គំខ្ញុំជាម៉ែឪអញ្ចឹងពីរអ្នកឯងជាកូនរបស់ខ្ញុំអត់មានអ្នកណាអាចប៉ះពាល់កូនរបស់ខ្ញុំបានទេ ចាំមិនហើយខ្ញុំយល់ថាមើលទៅដូចជាមិនត្រូវអញ្ចឹងលើកទី1អាចធ្វើបានបែបនេះគួរសមណាស់ទៅហើយចុះលើកទី2អាចធ្វើបានល្អជាងនេះទេប្រកាសហើយអេមិនក៏នាងរងទៀតហើយឥឡូវខ្ញុំធ្វើលើកទី2 អើយព្រាវនេះពិតជាខ្លាំងមែនអេតិចប្រយ័ត្ន លោកម្ចាស់ទៅទឹកខ្លួនអស់ហើយ អូសម្លាញ់ មិនក៏គេអត់ឲ្យខ្ញុំបែបនេះ